vậy mà nhóm hot cho mùi năng ăn đồng phơ có đủ mai vì nó khăn à tu sắp miên pi tại đã chất kia srop cứ vì chân mỏng hết chất tận á. Ok សម្រាប់ដំណោះស្រាយ iOS ថ្មីដែលវាអត់ទាន់ធ្វើការល្អជាមួយនឹងមុខងារមួយហ្នឹងគឺបងប្អូនអាចចូលទៅបិទបានណាបាទជាពិសេស iPhone 17អីចឹងទៅដែលអត់ទាន់ធ្វើការបានជាមួយនឹង iOS 26ជំនាន់ចុងក្រោយអញ្ចឹងយើងចូល setting មកបាទបន្តមកទៀតចូលទៅកាន់ general ហើយបងប្អូននឹងឃើញ function មួយដែលមានឈ្មោះថា AirDrop យើងចុចចូលនៅក្នុងហ្នឹងមកអញ្ចឹងយើងគ្រាន់តែចុចបិទកន្លែង device together នេះមកបាទអាហ្នឹងគឺជាមុខងារមួយដែលយើងដាក់ទូរស័ព្ទក្បែរគ្នាទៅវានឹង load លក្ខណៈថា AirDrop រកគ្នាអញ្ចឹងណាយើងចង់ផ្ទេរតន័យរូបភាពវីដេអូអីផ្សេងៗអញ្ចឹងទៅឬក៏ផ្ទេរអីក៏ដោយគឺពេលយើងដាក់ទូរស័ព្ទ iPhone ចិត្តគ្នាដែលបើកមុខងារនឹងដូចគ្នាគឺវានឹង load រកគ្នាអញ្ចឹងបិទអាហ្នឹងទៅគឺវាលែង load ហើយអញ្ចឹងចាំពេលយើងត្រូវការ AirDrop ចាំយើងប្រើនៅក្នុងមុខងារ AirDrop ផ្ទាល់វិញអញ្ចឹងណាបាទអញ្ចឹងអានេះវីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេច share ចែកម្លែកយើងជួបគ្នានៅវីដេអូក្រោយ